ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសពរាជហឫទ័យប្រទានសារជូនជនរួមជាតិស្ដីពីដំណឹងដែលព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាតប្រជាជនរាស្ត្រទូទាំងប្រទេសសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះតេជះបារមីនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរនិងវត្ថុស័ក្តិសិទ្ធិក្នុងលោកមានឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ព្រះនាមរក្សាទេវីនិងព្រះឥន្ទព្រះព្រំជាដើមសូមជួយអភិបាលក្រងរក្សានិងប្រោះព្រំនៅទឹកអមរិតប្រសិទ្ធពរជ័យដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងសូមព្រះអង្គជាសះស្បើយពីព្រះរោគាព្យាធិមានព្រះរាជសុខភាពល្អបរិបូរណ៍មានព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លានិងមានព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីព្រះអង្គបានគង់ប្រថាប់សោយសុខក្នុងព្រះបរមសារីរាជសម្បត្តិដែលជាមហាមលុបដ៏ត្រជាក់ក្សេមក្សាន្តសម្រាប់សន្តិភាពវិបុលភាពនិងភាពសុខដុមរមនាដល់ជនរួមជាតិជាបងប្អូនកូនចៅរបស់ព្រះអង្គជារៀងរហូតតរៀងទៅ